នៅពេលដែលយើងឈានជើងដល់វ័យមួយវ័យដែលភាពយុវវ័យនិងការដើរលេងសប្បាយត្រូវកាត់បន្ថយខួរក្បាលរបស់យើងចាប់ផ្ដើមបំពេញដោយពាក្យមួយម៉ាត់គឺអនាគតខ្ញុំក៏ដូចជាអ្នករាល់គ្នាដែរចាប់ផ្ដើមស្រមៃចង់បានគ្រួសារតូចមួយដ៏កក់ក្ដៅមានផ្ទះសមរម្យមានមនុស្សជាទីស្រឡាញ់នៅក្បែរប៉ុន្តែនៅពេលដែលភ្ញាក់ពីការស្រមៃហើយបើកភ្នែកមើលទស្សនវិជ្ជាជាក់ស្ដែងការពិតវាបានទះកំភ្លៀងខ្ញុំយ៉ាងខ្លាំងខ្ញុំក្រឡេកមើលខ្លួនឯងខ្ញុំគ្រាន់តែជាមនុស្សប្រុសម្នាក់សាមញ្ញម្នាក់សាមញ្ញរហូតដល់គ្មានអ្វីសោះនៅក្នុងដៃគ្មានទ្រព្យសម្បត្តិគ្មានខ្នងមួយថ្ងៃហើយបើខ្ញុំចង់បានគ្រួសារមួយគឺមានតែញើសនិងឈាមរបស់ខ្លួនឯងប៉ុណ្ណោះដែលជាអ្នកសាងវាឡើងម្ដាយរបស់ខ្ញុំគាត់មិនមែនជាអ្នកមានទ្រព្យធនមានប្រាក់ហូរហៀរដូចគេឡើយពួកយើងរស់នៅក្នុងស្ថានភាពគ្រួសារមួយដែលសំបីតែអាហារ3ពេលក៏ពេលខ្លះត្រូវខ្វល់ខ្វាយនិងលំបាករកដែរដោយសារតែការឆ្លងកាត់ភាពលំបាកនេះហើយទើបធ្វើឲ្យខ្ញុំយល់ពីតម្លៃនៃជីវិតច្បាស់ណាស់ខ្ញុំដឹងថាបើគ្មានការទន្សំគ្មានការខំប្រឹងទ្វេដងទេក្តីសម័យចង់បានគ្រួសារវានៅតែជាស្រមោលអណ្ដែតអណ្ដូងខ្ញុំត្រូវរឹងមាំនិងខំប្រឹងត្រៀមលក្ខណៈគ្រប់យ៉ាងដោយខ្លួនឯងនៅក្នុងដំណើរជីវិតដ៏ហត់នឿយនេះខ្ញុំបានជួបមនុស្សស្រីម្នាក់នេះគឺជាគ្រប់យ៉ាងដែលខ្ញុំធ្លាប់ស្រមៃចង់បានទាំងចរិតមាយាទទាំងស្នាមញញឹមនិងមានចំណុចជាច្រើនដែលមកបំពេញបេះដូងរបស់ខ្ញុំប៉ុន្តែរាល់ពេលដែលខ្ញុំសម្លឹងមើលនាងហើយក្រឡេកមកមើលខ្លួនឯងភាពភ័យខ្លាចនិងភាពតូចទាបក៏ចាប់ផ្ដើមលូកចូលមុខក្នុងចិត្តខ្ញុំចាប់ផ្ដើមប្រៀបធៀបហើយដឹងភ្លាមថាពួកយើងមានគម្លាតខុសគ្នាឆ្ងាយណាស់ឆ្ងាយដូចមេឃនិងដីសូម្បីតែចម្ងាយផ្លូវភូមិសាស្ត្រក៏ពួកយើងនៅឆ្ងាយពីគ្នាដែរប៉ុន្តែខ្ញុំដឹងច្បាស់ថាចម្ងាយផ្លូវវាមិនមែនជាឧបសគ្គធំឡើយអ្វីដែលជាក្នុងរាំងស្ទះពិតប្រាកដគឺខ្ញុំមិនទាន់ល្អគ្រប់គ្រាន់សម្រាប់នាងល្អពេកស្អាតស្អំពេកចំណែកខ្ញុំមានតែបាតដៃទទេនិងបន្ទុកគ្រួសារដ៏ធ្ងន់ធ្ងរតែខ្ញុំមានសិទ្ធិអូសទាញនាងឲ្យមកលំបាកជាមួយខ្ញុំដែរឬទេការស្រឡាញ់មិនមែនទាល់តែគ្រប់គ្រងឡើយពេលខ្លះការស្រឡាញ់ដែលស្មោះអស់ពីបេះដូងគឺការចង់ឃើញគេមានក្តីសុខទោះបីជាក្តីសុខនោះគ្មានវត្តមានយ៉ាងក៏ដោយចុងក្រោយខ្ញុំមានតែសុខចិត្តដើរតួជាតួឯកដ៏កំសត់នៅក្នុងរឿងរ៉ាវស្នេហាមួយនេះខ្ញុំជ្រើសរើសការដោះលែងខ្ញុំលែងដៃនាងមិនមែនព្រោះខ្ញុំអស់ស្រឡាញ់ទេប៉ុន្តែគឺដើម្បីឲ្យនាងមានឱកាសហោះហើរទៅរកអនាគតមួយដ៏ល្អត្រចះត្រចង់ទៅរកអ្នកដែលឡាយផ្ដល់ភាពកក់ក្ដៅនិងជីវិតដ៏សុខសាន្តឲ្យនាងបានភ្លាមដែលមិនបាច់មកចាំរងចាំមនុស្សដែលគ្មានអ្វីសោះដូចជាខ្ញុំការដោះលែងនេះវាជាចាប់ប៉ុន្តែវាជាការជាចាប់ដែលមានតម្លៃព្រោះវាបានមកពីក្តីស្រឡាញ់ដ៏បរិសុទ្ធដែលខ្ញុំមានចំពោះនាងជាចុងក្រោយសម្រាប់អ្នកស្ដាប់ទាំងអស់គ្នាដែលប្រហែលជាកំពុងស្ថិតក្នុងស្ថានភាពដូចជាខ្ញុំការក្រឡេកមកមើលទស្សនវិជ្ជាខ្លួនឯងវាអាចធ្វើឲ្យយើងបាក់ទឹកចិត្តប៉ុន្តែសូមកុំអស់សង្ឃឹមអីការដែលយើងដឹងខ្លួនតែខ្វះខាតយើងជ្រើសរើសផ្លូវដោះលែងមនុស្សដែលយើងស្រឡាញ់វាបង្ហាញថាយើងជាមនុស្សដែលមានការទទួលខុសត្រូវខ្ពស់ថ្ងៃនេះយើងប្រហែលជាមិនទាន់ល្អគ្រប់គ្រាន់សម្រាប់នរណាម្នាក់ទេប៉ុន្តែសូមយកការឈឺចាប់នេះធ្វើជាកម្លាំងរុញច្រានដើម្បីអភិវឌ្ឍខ្លួនឯងធ្វើការឲ្យខ្លាំងទៅទំលុយឲ្យបានច្រើននិងសាងអនាគតដល់ខ្លួនថ្ងៃណាមួយនៅពេលដែលយើងរឹងមាំគ្រប់គ្រាន់ការនៃក្តីស្រឡាញ់ពិតប្រាកដនិងគ្រួសារដ៏សមរម្យមួយនឹងរីកស្គុះស្គីសម្រាប់យើងមិនខានសូមអរគុណ